បងប្អូនមានក្លិនមាត់មែនអត់អ្នកខ្លះគាត់ដើរកាត់យើង Oh my god ហើយក្លិនមាត់យើងអត់អាចបិទបាំងវាដោយការប្រើម៉ាស់បានទេនៅក្នុងវីដេអូមួយនេះពួកខ្ញុំនឹងនិយាយពីកត្តាមួយចំនួនដែលធ្វើឲ្យបងប្អូនមានក្លិនមាត់មិនល្អកត្តាទី1គឺ bacteria ដែលមាននៅក្នុងមាត់របស់យើងគឺវាបង្កឲ្យមានបញ្ហាក្លិនមាត់មិនល្អនឹងរ៉ាំរ៉ៃតែម្ដងអញ្ចឹងយើងត្រូវតែកម្ចាត់ bacteria ទាំងអស់ហ្នឹងចេញទើបក្លិនមាត់របស់យើងមិនល្អហ្នឹងវាអាចបាត់បង់បានកត្តាទី2គឺជំងឺអញ្ចាញធ្មេញអ្នកខ្លះមានជំងឺអញ្ចាញធ្មេញហ្នឹងដោយអត់ដឹងខ្លួនទេហើយជំងឺអញ្ចាញធ្មេញឬក៏ gum disease នេះគឺវាកើតឡើងដោយសារតែការតោងស្អិតនៃចំណីអាហារចន្លោះធ្មេញដែលយើងសម្អាតអត់សូវបានល្អហ្នឹងវាធ្វើឲ្យមានជំងឺអញ្ចាញធ្មេញនឹងកើតឡើងកត្តាទី3គឺការញ៉ាំអាហារបងប្អូនដែលញ៉ាំអាហារដែលមានសារធាតុខ្ទឹមបារាំងខ្ទឹមសអីហ្នឹងក៏ជាកត្តាមួយដែលធ្វើឲ្យបងប្អូនមានក្លិនមាត់មិនល្អកើតឡើងដែរប៉ុន្តែកត្តាចំណីអាហារនេះមិនមែនជាកត្តាមួយដែលធ្វើឲ្យបងប្អូនមានបញ្ហាក្លិនមាត់រ៉ាំរ៉ៃនោះទេវាមួយថ្ងៃពីរថ្ងៃវាក៏បាត់ត្រឡប់ទៅវិញទៅហើយបញ្ហាដែលធ្វើឲ្យបងប្អូនមានក្លិនមាត់រ៉ាំរ៉ៃនេះគឺកើតឡើងភាគច្រើនគឺមកពី bacteria តែម្ដងហើយកត្តារួមផ្សំផ្សេងទៀតនោះមានដូចជាការប្រើប្រាស់ថ្នាំការជក់បារីតែខ្ញុំមិនលើកយកមកនិយាយនៅក្នុងវីដេអូនេះឲ្យលម្អិតទេដោយសារតែវាមិនមែនជាកត្តាមួយដែលធ្វើឲ្យវាមានក្លិនមាត់រ៉ាំរ៉ៃនោះទេអរគុណហើយកុំភ្លេចជួយ follow page ឬក៏ account YouTube ខ្ញុំផងវីដេអូក្រោយយើងនឹងនិយាយអំពីវិធីដើម្បីធ្វើឲ្យបាត់ក្លិនមាត់ចំពោះបងប្អូនដែលគាត់ប្រើប្រាស់ថ្នាំថ្មីផ្សេងហើយមានអារម្មណ៍ថាវាអត់ comfortable មានអារម្មណ៍ថាវាដោះទៅអត់ស្អាតមានអារម្មណ៍ថាដោះហើយនៅតែក្នុងមាត់អីបងប្អូនអាចប្រើប្រាស់ថ្នាំថ្មីមង្គលនេះបានថ្នាំថ្មីមង្គលនេះគឺជួយសម្អាតថ្មីបងប្អូនបានស្អាតខ្លាំងមែនទែនហើយចំណុចពិសេសខ្លាំងមួយទៀតនោះគឺជួយកាត់បន្ថយអាការៈនៃសៀវថ្មីរបស់បងប្អូនបើសិនជាបងប្អូនមានអាការៈសៀវថ្មីគឺខ្ញុំធានាមកថាវានឹងបាត់ 100% វាអាចជួយកាត់បន្ថយបានច្រើនខ្លាំងមែនទែន